ដុតឆ្អិនភ្លាមហ្នឹងគឺថាជះក្លិនមកឡើងឈ្ងុយតែម្ដងចាសួស្ដីបងប្អូនថ្ងៃនេះកូនស្រីក៏អត់ទៅរៀនអញ្ចឹងហើយក៏មកធ្វើនំបាក់បិនឲ្យកូនស្រីគាត់ញ៉ាំទិញដលងឈើនេះមកប្រហែលថ្ងៃហើយអត់បានធ្វើញ៉ាំទេអញ្ចឹងក៏ខ្ញុំយកវាទៅទុកក្នុងទូទឹកកកអាកកទៅហើយថ្ងៃនេះកូនគេអត់ទៅរៀនអញ្ចឹងក៏នឹកឃើញថាខ្លាចទុកយូរពេកទៅហើយវាអត់ល្អអញ្ចឹងក៏យកវាមកធ្វើឲ្យកូនគាត់ញ៉ាំបកស្អាតរួចរាល់អស់ហើយខ្ញុំលាងទឹកវាឲ្យស្អាតអញ្ចឹងទៅរួចហើយខ្ញុំយកវាមកឈូសជាសរសៃអញ្ចឹងរួចក៏ខ្ញុំយកវាមកកិនម្សៅទៀតថ្ងៃនេះខ្ញុំកិននេះអត់បានប្រើម៉ាស៊ីនទឹកក្លុកអីទេខ្ជិលយកម៉ាស៊ីនទឹកក្លុកមកញ៉ៃអញ្ចឹងក៏ខ្ញុំដាក់តែម៉ាស៊ីននេះមួយមកដោតវាអញ្ចឹងទៅហើយខ្ញុំកិននេះក៏អត់កិនឲ្យវាម៉ត់ពេកដែរខ្ញុំកិនឲ្យវានៅសល់សរសៃខ្លះខ្ញុំកិនរួចរាល់អស់ហើយឥឡូវខ្ញុំក៏លាយគ្រឿងខ្ញុំដាក់ដូចជាម្សៅឆា2ស្ព្រាទៅហើយខ្ញុំដាក់ស្ករមានទឹកដោះគោខាប់បន្តិចរួចក៏ថែមពងមាន់ហើយដាក់អំបិលបន្តិចទៅពងមាន់មានខ្ទិះដូងរួចហើយខ្ញុំក៏ច្បល់គ្រឿងក្រើនឹងឲ្យវាសព្វចូលគ្នាអញ្ចឹងទៅនេះខ្ញុំធ្វើរៀងតិចដែរអញ្ចឹងក៏ខ្ញុំយកថាសទូចល្មមទេហើយខ្ញុំក៏លាបប្រេងវាតិចក្នុងថាសហ្នឹងទៅរួចហើយខ្ញុំក៏ចាក់វាចូលក្នុងថាសហ្នឹងទៅចាក់វារួចរាល់អស់ហើយឥឡូវរៀបចំយើងដាក់វាចូលទៅដុតតែម្ដងខ្ញុំដុតនំនេះប្រហែលជា15នាទីរួចហើយខ្ញុំក៏យកវាចេញមកខ្ញុំក៏ដាក់ពងមាន់លាបពីលើនំនឹងតិចទៅដើម្បីឲ្យពេលដែលយើងដុតម្សៅទៀតធ្វើឲ្យសាច់នំយើងខាងលើហ្នឹងវាមានពណ៌ស្អាតលាបរួចរាល់អស់ហើយឥឡូវខ្ញុំដាក់ដុតមេម្សៅទៀតដុតម្សៅទៀតរួចហើយហ្នឹងខ្ញុំក៏ឆ្លៀតតែមួយទឹកខ្ញុំរួចទឹករួចរាល់ហ្នឹងកូនខ្ញុំក៏គាត់មកប្រាប់ខ្ញុំថានំខ្ញុំហ្នឹងឆ្អិនហើយអញ្ចឹងក៏ខ្ញុំរៀបចំកាត់ឲ្យគាត់ញ៉ាំមុននឹងយកទៅឲ្យកូនញ៉ាំហ្នឹងខ្ញុំកាត់ហើយហ្នឹងគឺថាភ្លក់ញ៉ាំខ្លួនឯងសិនចង់ដឹងថារសជាតិហ្នឹងវាយ៉ាងណាដែរចាមានអីបងប្អូនសាច់នំហ្នឹងទុនល្មមឆ្ងាញ់ហើយឈ្ងុយទៀតផងបើនិយាយអំពីរសជាតិផ្អែមនោះវាមិនផ្អែមពេកទេគឺវាល្មមកូនខ្ញុំគាត់ញ៉ាំហើយគាត់សរសើរថាឆ្ងាញ់គាត់សួរខ្ញុំថាថ្ងៃណាមកធ្វើញ៉ាំទៀត